ហូកផំបដៃមកជីពិសេសពិសាដោយស្រាប៊ីគ្រុតពេលវេលាល្អពេលវេលាជាមួយគ្រុតភេសជ្ជៈបើកម្លាំងគ្រុតនិងគ្រុតអាយទទួលយកធម្មពលជាមួយគ្រុតអ្វីទៅជាពេលវេលាដ៏ល្អសម្រាប់គ្រុតនេះគឺជាពេលវេលាដ៏ល្អសម្រាប់គ្រុតហើយគឺជាពេលវេលាដ៏ល្អសម្រាប់គ្រុតហូកផំបដៃមកជីពិសេសពិសាដោយស្រាប៊ីគ្រុតពេលវេលាល្អពេលវេលាជាមួយគ្រុតភេសជ្ជៈបើកម្លាំងគ្រុតនិងគ្រុតអាយទទួលយកធម្មពលជាមួយគ្រុតសូមគោរពនឹងជម្រាបសួរទៅដល់ប្រិយមិត្តទូរទស្សនិកជនជាទីគោរពនឹងជាទីមេត្រីហើយក៏សូមជម្រាបសួរទៅដល់ពុកម៉ែបងប្អូនដែលកំពុងតាមដានទេសនាតាមរយៈ Page ផ្លូវការរបស់ខ្ញុំ Channel YouTube BB Rising Cambodia Page ផ្លូវការ Hongmi Asia TV ស្រាប់ពីក្រុមនិងភេសជ្ជៈបើកម្លាំងគ្រុតជាទីគោរពនឹងជាទីមេត្រីសូមស្វាគមន៍មកកាន់សັບបដាដំបងហើយក៏សូមស្វាគមន៍មកកាន់កម្មវិធីថ្មី BB Rising Cambodia ហើយនៅក្នុងកម្មវិធីដ៏អស្ចារ្យនេះកម្មវិធីហ្គេមរណាដល់ល្បីល្បាញទូទាំងប្រទេសជាតិកម្ពុជាបានបើកទំព័រកម្មវិធីថ្មីសាឡានរបស់ទូរទស្សន៍ Hongmi Asia TV ផងដែរសម្រាប់ចែកជូនប្រិយមិត្តទស្សនិកជនជា fan របស់ BB Rising Cambodia ផងដែរហើយគ្រប់គ្រងជាមួយនឹងកម្មវិធី BB Rising Cambodia ផងដែរតាមរយៈ YouTube ផ្លូវការរបស់ BB Rising Cambodia ផងដែរទទួលបានការគ្រប់គ្រងពីសំណាក់ពុកម៉ែបងប្អូនអ្នកលេងបណ្ដាញសង្គមផងដែរបាទហើយសម្រាប់ទំព័រកម្មវិធីថ្មីកម្មវិធីហ្គេមរណាដល់ល្បីល្បាញទូទាំងប្រទេសជាតិកម្ពុជាបាទបានមកដល់សប្តាហ៍ដំបូងហើយបាទមកដល់សប្តាហ៍ដំបូងបាទនេះជាកម្មវិធីថ្មីសាលារបស់ទូរទស្សន៍ Hongmi Asia TV បាទហើយក៏សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ឧបត្ថម្ភនៅក្នុងកម្មវិធីសូមអរគុណទៅដល់ស្រាប់ពីគ្រុតពេលវេលាល្អពេលវេលាជាមួយនឹងគ្រុតភេសជ្ជៈបើកម្លាំងគ្រុតនិងភេសជ្ជៈបើកម្លាំងគ្រុតអាយទទួលយកធម្មពលជាមួយគ្រុតបាទដូច្នេះកម្មវិធីរបស់យើងនៅសប្តាហ៍ដំបូងនេះបាទសូមបង្វែរអារម្មណ៍ជាមួយនឹងការប្រកួតហ្គេមរណាឡើងដល់ជឿចិត្តតែម្ដងបាទរីកទេសនាដូចតទៅអរលោកលោកស្រីនិងកញ្ញាប្រិយមិត្តទូរទស្សនិកជនជាទីមេត្រីសូមចាប់ផ្ដើមជាមួយនឹងសប្តាហ៍ដំបូងនៃបាតទំព័រកម្មវិធីថ្មី BB Rising Cambodia ក្នុងសប្តាហ៍ដំបូងនេះបាទសូមចាប់ផ្ដើមហើយបាទឲ្យកំណត់បន្ថែមល្បឿនមែនតើបាទកាត់ច្រាមមែនតើបងប្អូនអូហូយកាន់តែអស្ចារ្យមែនតើបាទកំណត់ឲ្យវិលានេះអូយចម្ងាយគីឡូម៉ែត្រជាង10គីឡូម៉ែត្រវ៉ាវអូមែនតើបាទអីយ៉ាច្រឡំល្បឿនណាស់សុំថែល្បឿនទៀតបងបាទបន្តទៀតបាទអូហូយអីយ៉ាបុកដល់អីយ៉ាបាទខ្ទេចខ្ទាទ្រស្បានឡោហើយចម្ងាយ21គីឡូម៉ែត្របាទទៅស្អាតមែនតើបាទសម្រាប់វគ្គដំបូងនៅក្នុងកម្មវិធីរបស់យើងបាទទំព័រវគ្គដំបូងនៅក្នុងកម្មវិធី BB Rising Cambodia សប្តាហ៍ដំបូងបាទនៅសល់9នាទីហើយអីយ៉ា19នាទីហើយបាទកាន់តែជួយចិត្តមែនតើបាទវាល្អមែនទេបាទអញ្ចឹងនៅវគ្គក្រោយកាន់តែជក់ចិត្តជាមួយនឹងថាតើអាចសាក់ល្បឿនបានចម្ងាយគីឡូម៉ែត្របានដែរឬទេបាទសម្រាប់ពេលនេះពីកម្មវិធីសូមអនុញ្ញាតសម្រាប់បន្តិចសិនអ្វីទៅជាពេលវេលាដ៏ល្អសម្រាប់គ្រុតនេះគឺជាពេលវេលាដ៏ល្អសម្រាប់គ្រុតហើយ
Emily ដ៏ល្អសម្រាប់គ្រុឌ ហូកកំផំបដៃមុខជាពិសេសពិសាដោយស្រាបៀរគ្រុឌពេលវេលាល្អពេលវេលាជាមួយគ្រុឌភេសជ្ជៈបើកម្លាំងគ្រុឌនិងគ្រុឌអាយទទួលយកធម្មពលជាមួយគ្រុឌបាទសូមស្វាគមន៍ជាបន្តនៅក្នុងកម្មវិធី BBB Sets Cambodia បាទជាបន្តទៀតបាទនៅក្នុងវគ្គនេះវគ្គទី2បាទតែតាមតែសាក់លបឿនមែនតើអីកាន់តែមិញច្រឡំតែកាន់តែមិនថែលបឿនមែនទេបាទកាលពីវគ្គមុនអូការសាក់លបឿនបានចម្ងាយគីឡូម៉ែត្រមែនទេអីយ៉យបាទកាលពីវគ្គទី1បាទការទៅសាក់លបឿនជាប់មែនទេបាទការជាប់និស័យមែនទេបាទហើយនៅក្នុងវគ្គទី2នេះក៏កាន់តែលបឿនជាងនេះទៀត17គីឡូម៉ែត្រតែម្ដងបាទអូ17គីឡូម៉ែត្របាទចម្ងាយប្រាក់អស់តែម្ដងបាទអើយបានច្រើនមែនទេ$33 $35តតែម្ដងបាទអូចាំមែនទេបាទអរគុណច្រើននៅវគ្គក្រោយយើងនឹងជួបគ្នាក្នុងការសាក់លបឿនចំណាយគីឡូម៉ែត្របានបន្ថយលបឿនច្រើនជាងគេបាទឲ្យសាក់លបឿនឲ្យចម្ងាយតែម្ដងបាទអញ្ចឹងនៅវគ្គក្រោយនៅវគ្គចុងក្រោយបាទកាន់តែសាក់លបឿនបានដែរឬអត់បាទពេលនេះមានកម្មវិធីសូមអនុញ្ញាតសម្រាប់បន្តិចសិនជួបគ្នានៅពេលបន្តិចទៀតនេះ អ្វីទៅជាពេលវេលាដ៏ល្អសម្រាប់គ្រុឌ នេះគឺជាពេលវេលាដ៏ល្អសម្រាប់គ្រុឌ ហើយគឺជា Emily ដ៏ល្អសម្រាប់គ្រុឌ បាទសូមស្វាគមន៍ជាបន្តបាទហើយជាវគ្គចុងក្រោយនៅក្នុងកម្មវិធី BBB Sets Cambodia សប្តាហ៍ដំបូងបាទឥឡូវនេះវគ្គចុងក្រោយរបស់យើងបាទឥឡូវគេសាកគីឡូ2នាទីផងដែរបាទគីឡូម៉ែត្រវ៉ាវអូចាមែនទេបាទអេមអូខេបាទអេមអូខេអូនអេមអូខេចម្ងាយគីឡូម៉ែត្របាទអាយ៉ាលបឿនលឿនមែនទេបាទអររយៈពេល11វិនាទីចម្ងាយត្រឹមតែ15គីឡូម៉ែត្របាទពិតជាការប្រកបដល់ស្វិតស្មៃមែនទេតែចម្ងាយគីឡូម៉ែត្ររហូតដល់19 20 30គីឡូម៉ែត្រអូក្នុងមួយម៉ោងតែម្ដងបាទការទៅជួយចិត្តមែនទេបាទពេលវេលានៅក្នុងកម្មវិធី BBB Sets Cambodia នៅក្នុងសប្តាហ៍ដំបូងនេះបានឈានចូលមកដល់ទីបញ្ចប់ហើយប៉ុន្តែជួបគ្នានៅសប្តាហ៍ក្រោយតាមពេលវេលានៅដល់ម្ដាយជាមួយនឹងការប្រកួតនៅការសាក់លបឿនលឿនឲ្យរឹតជានេះបាទនៅក្នុងសាក់លបឿនហ្គេមរណាឡានដល់ល្បីល្បាញក្នុងទូទាំងប្រទេសជាតិកម្ពុជា BBB Sets Cambodia សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះពុកម៉ែបងប្អូននិងប្រិយមិត្តទស្សនិកជនដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានទេសនាកម្មវិធីនេះតាំងពីដើមរហូតដល់ចប់អស់រយៈពេល2ម៉ោងហើយបាទសម្រាប់ពេលនេះខ្ញុំបាទសូមអរគុណសូមគោរពលា